បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់អេពីសូតទី4ហើយត្រូវនឹងថ្ងៃទី3នៃការរៀន Bitcoin ក្នុងរយៈពេល21ថ្ងៃអញ្ចឹងនៅក្នុងអេពីសូតទី4ហ្នឹងគឺយើងនិយាយពីការផុសរបស់ Benny នៅលើ Twitter របស់គាត់ដែលនិយាយពី Bitcoin ហ្នឹងហើយទាំងអស់ហ្នឹងនៅក្នុងមេរៀនរបស់គាត់នៅក្នុងថ្ងៃទី3ហ្នឹងគឺគាត់និយាយពី Bitcoin ដែលសរសេរដោយអក្សរធំ B នៅពីមុខហើយបន្ទាប់មកអក្សរទូច Bitcoin B អក្សរទូចហើយបន្ទាប់មក Satoshi តើអ្វីទាំងអស់ហ្នឹងវាខុសគ្នាយ៉ាងម៉េចអញ្ចឹងខ្ញុំកុំឲ្យខាត់ពេលយូរខ្ញុំ share screen អូខេអញ្ចឹងអ្នកទាំងអស់គ្នាឃើញហើយនៅថ្ងៃទី3ដែលគាត់បានចែកម្លែកគាត់សរសេរ Bitcoin ដែលមាន Bitcoin សរសេរជា B អក្សរធំហើយ B អក្សរទូចហើយ Satoshi តើអ្វីទៅជាភាពខុសគ្នាអញ្ចឹងនៅពេលដែលយើង spell Bitcoin ណាយើងនិយាយយើងនិយាយពាក្យ Bitcoin ហ្នឹងគឺបើសិនយើងនិយាយ capital B អក្សរធំហ្នឹងណាអក្សរ B អក្សរធំហើយនឹងអាទូចហ្នឹងគឺវាដូចតែគ្នាទេប៉ុន្តែបើជាក់ស្ដែងទៅបើសិនជាអត្ថន័យរបស់វាខុសគ្នាគេបែងចែកវាដាច់ដោយឡែកអញ្ចឹងណាហើយតមកទៀតមានពាក្យ BTC ឬក៏ SET SET ហ្នឹង SET គឺជាពាក្យមកពីសារទិហ្នឹងណាហើយតើទាំងអស់ហ្នឹងវាខុសគ្នាបែបម៉េចអញ្ចឹងគាត់ break down មកអញ្ចឹងដំបូងគឺ break down ទាក់ទងជាមួយនឹង Bitcoin ដោយសរសេរ B អក្សរធំហើយនឹង Bitcoin B អក្សរទូចតើវាខុសគ្នាបែបម៉េចអញ្ចឹងទាំងអស់ហ្នឹងគឺវាខុសគ្នាដោយសារតែ Bitcoin B អក្សរធំដែលសរសេរអក្សរ B នៅពីមុខហ្នឹងជាអក្សរធំអញ្ចឹងគឺសំដៅទៅលើ network របស់ Bitcoin នឹងជា decentralized system ដែលវា enable global transaction ដោយអត់មាន bank បានន័យថាជាប្រព័ន្ធ system វិមជ្ឈការដែលអាចធ្វើប្រតិបត្តិការទូទាំងពិភពលោកបានដោយអត់មាន bank ឬក៏តួកណ្ដាលហ្នឹងអញ្ចឹងនៅពេលដែលគេសរសេរ B អក្សរធំហ្នឹងគឺ Bitcoin ដោយ B អក្សរធំហ្នឹងគឺសំដៅទៅលើ network របស់ Bitcoin អញ្ចឹងបន្តមកទៀតនៅពេលដែលសរសេរ B អក្សរទូច lower case ហ្នឹងណាអញ្ចឹងគឺជាសំដៅទៅលើ currency ឬក៏រូបិយប័ណ្ណដែលជាស្ដែងទៅវាជា digital money ឬជាលុយ digital ដែលប្រើនៅក្នុង Bitcoin network ហ្នឹងនៅក្នុង network របស់ Bitcoin ហ្នឹងណាអញ្ចឹងពីរហ្នឹងគឺខុសគ្នាអក្សរ B ធំគឺសំដៅទៅលើ network ហើយអក្សរ B ទូចគឺសំដៅទៅលើ currency ឬក៏រូបិយប័ណ្ណដែលប្រើនៅលើ network របស់ Bitcoin ហ្នឹងណាអញ្ចឹងហ្នឹងគឺគាត់ប្រៀបធៀបឲ្យឃើញហ្មងគឺ Bitcoin បើសិនសេជា B អក្សរធំវាប្រៀបដូចជាផ្លូវ highway ដែលវាជា infrastructure ដើម្បីអាច move value បានន័យថាអាចឲ្យយើងផ្ទេរតម្លៃពីមួយទៅមួយបានពីផ្នែកមួយទៅផ្នែកមួយបានអញ្ចឹងណាឬក៏ពី node មួយទៅ node មួយបានហ្នឹង network ហ្នឹងហើយដល់ពេលដែលB អក្សរទូចគឺសំដៅទៅលើ cargo ឬក៏ទំនិញឬក៏លុយដែលអាច move បានហ្នឹងណាអញ្ចឹងមួយគឺជាផ្លូវ highway មួយគឺជាទំនិញនៅលើផ្លូវ highway ហ្នឹងអញ្ចឹងវាគេប្រៀបធៀបបែបហ្នឹង example បើសិនជាខ្ញុំផ្ញើលុយផ្ញើ0.001 Bitcoin ទៅមិត្តរបស់ខ្ញុំវាគឺជា asset ហើយ Bitcoin network ហ្នឹងគឺវា enable peer to peer transaction worldwide បានន័យថាអាហ្នឹងគឺជា network ហ្នឹងអញ្ចឹងនៅពេលដែលគេសំដៅ0.001ហ្នឹងគឺនៅពេលដែលគេសេ0.001ហើយ Bitcoin អក្សរទូចហ្នឹងគឺសំដៅទៅលើ asset ឬក៏ currency ប៉ុន្តែនៅពេលដែលគេសេអក្សរធំគឺវា enable បានន័យថាគេសំដៅទៅលើ network របស់ Bitcoin ហ្នឹងឬក៏បណ្ដាញណាអញ្ចឹងសម្រាប់ Bitcoin អក្សរទូចអក្សរធំគឺគេបែងចែកនិយមន័យខុសគ្នាបែបហ្នឹងហើយបន្តមកទៀតគឺ Satoshi បើសិនជាអ្នកទាំងអស់គ្នាអត់ដែលប្រើ Bitcoin Lightning ទេអ្នកទាំងអស់គ្នាក៏អាចធ្លាប់លើកដែរប៉ុន្តែអត់ដែលបាន experience ជាមួយវាអញ្ចឹងនៅក្នុងវីដេអូក្រោយខ្ញុំនឹងចែកម្លែកទាក់ទងជាមួយនឹង Bitcoin Lightning Network ដើម្បីឲ្យស្គាល់ថាតើគេអាច transfer បែបម៉េចហើយការបង្កើត wallet ឬក៏ការ transfer Bitcoin Lightning ហ្នឹងគឺយ៉ាងម៉េចតែពិតទៅBitcoin
Lightning Network ហ្នឹងវាជា layer 2 ឬក៏ layer មួយតង់ទៀតនៅលើ Bitcoin Network ហ្នឹងណាអញ្ចឹងអាហ្នឹងគឺនៅពេលដែល Bonnie គាត់និយាយគឺគាត់សរសេរគឺBitcoin បានបំបែកទៅជា tiny fraction បានន័យថាជាຂະຫນាត់តូចៗរបស់វាណាអញ្ចឹងຂະຫນាត់តូចៗហ្នឹងគឺគេឲ្យឈ្មោះថា Satoshi ដែលតែពិតទៅគេឲ្យឈ្មោះ Satoshi ហ្នឹងគឺដោយសារតែគេឲ្យគេហៅថា unit ហ្នឹងគឺដើម្បីឲ្យតម្លៃឬឲ្យគេឈ្មោះទៅអ្នកដែលបង្កើត Bitcoin ហ្នឹងណាSatoshi Nakamoto ហ្នឹងណាអញ្ចឹងBitcoin មួយ Bitcoin ហ្នឹងគឺស្មើនឹង100លាន Satoshi ឬក៏100លាន set អញ្ចឹងកន្លែងនេះគឺគេសរសេរ Bitcoin អក្សរទូចហើយ100លាន Satoshi ឬក៏យើងអាចសរសេរ100លាន set បានអញ្ចឹងណានឹងគឺពាក្យកាត់របស់វាអញ្ចឹងប្រៀបធៀបទៅវាជាឯកតាទូចបំផុតរបស់ Bitcoin ហ្នឹងគឺជា Satoshi នឹងឯងហើយឬក៏ set គេសេសោះកាត់ set ហ្នឹងណាហើយវាដូចជាលុយដុល្លារយើងដែរដែលមិនលុយដុល្លារយើងគឺលុយដុល្លាររបស់សហរដ្ឋអាមេរិកគឺ1ដុល្លារវាស្មើនឹង100សេនអញ្ចឹងដល់ពេលប្រៀបធៀបទៅ1 Bitcoin គឺស្មើនឹង100លាន set ហ្នឹងអញ្ចឹងវាដូចគ្នាទេវាគ្រាន់តែ unit ទូចរបស់ Bitcoin របស់ដុល្លារគឺសេន100ស្មើដុល្លារស្មើ100សេនហើយដល់ពេល1 Bitcoin វិញគឺ unit ទូចបំផុតរបស់វាគឺ Satoshi ឬក៏ set ហ្នឹងអញ្ចឹង1 Bitcoin ស្មើនឹង100លាន Satoshi អញ្ចឹងអានេះគឺ example conversion កន្លែងនេះគឺឧទាហរណ៍ថា1 Satoshi អាហ្នឹងគឺបំបែកពីទូចទៅធំណាអញ្ចឹង1 Satoshi វាស្មើនឹង 0.0 រហូតដល់2 4វាស្មើនឹង 0.0001 BTC អញ្ចឹងទៅហើយ BTC តាមពិតគឺជាអក្សរកាត់របស់ Bitcoin ហ្នឹងណាគេសេ BTC ហ្នឹងហើយដល់ពេល10,000 Satoshi ឬក៏10000 Satoshi វាស្មើនឹង 0.0001 BTC ហើយដល់ពេល1 BTC វាស្មើនឹង100លាន Satoshi ឬក៏ set ហ្នឹងអាហ្នឹងគឺងាយស្រួលទេវាគ្រាន់តែជាຂະຫນាត់ឯកតាទូចបំផុតអញ្ចឹងណាអញ្ចឹងwhat does this matter អញ្ចឹងតើអាហ្នឹងវាបានន័យថាម៉េចអញ្ចឹងភាគច្រើនគឺយើងគិតថា Bitcoin វាថ្លៃ Bitcoin វាមានតម្លៃថ្លៃហើយ too expensive ដូចបច្ចុប្បន្នហ្នឹងវាខ្ទង់ថ្លៃ80000អីចឹងណាអញ្ចឹងអ្នកនរគ្នាគិតថាតម្លៃវាថ្លៃហើយដោយសារតែថ្លៃអញ្ចឹងអ្នកខ្លះគឺគេអត់ហ៊ានទិញ Bitcoin ឬក៏អីអញ្ចឹងដោយសារតែឃើញថាវាថ្លៃពេកអញ្ចឹងអត់មានលុយទិញ Bitcoin អញ្ចឹងទៅតាមពិតយើងអត់ចាំបាច់ទិញ Bitcoin ក្នុងទិញ1 Bitcoin ទេគឺយើងអាចទិញនៅក្នុងតម្លៃណាមួយហើយយើងនឹងបាន unit ឯកតាទូចៗរបស់ Bitcoin ហ្នឹងអញ្ចឹងកន្លែងហ្នឹងគឺនៅក្នុង Bitcoin community គេហៅ stake set ហ្នឹងគឺជាការសន្សំ set និងសន្សំ Satoshi ហ្នឹងណាអាហ្នឹងគឺពាក្យដែលគេប្រើអញ្ចឹងជាស្ដែងទៅគឺ Bitcoin យើងអត់ចាំបាច់ទៅទិញ1 Bitcoin ទេបើសិនយើងមានលុយ$10ក៏យើងអាចទិញ Bitcoin បានដែរប៉ុន្តែវាអត់បានពេញយើងអត់បាន1 Bitcoin ទេវាបាន0.0000ប្រហែលអញ្ចឹងទៅវាតាមតម្លៃជាក់ស្ដែងហើយឬក៏យើងបានបើសិនជាគិតជាSatoshi ឬក៏ set វាស្មើនឹងប្រហែល set អញ្ចឹងទៅអញ្ចឹងអាហ្នឹងគឺដូចគ្នាបែបហ្នឹងគឺបែបហ្នឹងអូខេអញ្ចឹងត្រឡប់មកវិញគឺBTC vs Bitcoin versus Bitcoin មានន័យថាម៉េចមានន័យថាបើសិនជាយើងជាទូទៅគឺយើងធ្លាប់ឃើញអាពាក្យ BTC ហ្នឹងណាគេតែងសរសេរនៅក្នុងcrypto market ឬក៏អ្វីទៅដល់ដែលគេនិយាយពី Bitcoin ហ្នឹងតាមពិតវាជាវាអាចផ្លាស់ប្ដូរគ្នាបានតែពាក្យហ្នឹងណាវាបានន័យថាវា BTC ហ្នឹងតាមពិត ticker ហ្នឹងគឺជាអក្សរកាត់ដែលគេតែងតែហៅអញ្ចឹងណាបើសិនយើងអ្នកនរគ្នាទៅទិញភាគហ៊ុនអញ្ចឹងឧទាហរណ៍ថាភាគហ៊ុន Apple អញ្ចឹង ticker របស់វា APPL អីចឹងទៅណាឬក៏ហ៊ុន Tesla ពាក្យគេមិនសរសេរ Tesla ទេគេសរសេរ ticker របស់វាអក្សរអីចឹងទៅដែល
កាត់ងាយស្រួលអញ្ចឹង BTC ហ្នឹងគឺជាបែបហ្នឹងគឺជា symbol ឬក៏ ticker សម្រាប់ Bitcoin ហ្នឹងពាក្យ Bitcoin តែ Bitcoin អក្សរទូចហើយវាដូចUSD អញ្ចឹងនៅពេលដែលយើងសរសេរ USD ទៅគឺមកពីពាក្យ US ដុល្លារហ្នឹងណាអញ្ចឹងអាហ្នឹងគឺជា ticker ទេហើយរឿងកន្លែងនេះអញ្ចឹង APL ហ្នឹងគឺ revision តំណាងឲ្យហ៊ុនរបស់ Apple អញ្ចឹងពាក្យ BTC ហ្នឹងគឺជាពាក្យកាត់ឬក៏ ticker របស់ Bitcoin ប៉ុន្តែ Bitcoin អក្សរទូចគេសេ B អក្សរទូចណាអាហ្នឹងគឺបែបហ្នឹងអញ្ចឹងឥឡូវនេះគឺគាត់share ទាក់ទងជាមួយនឹងរូបភាពអញ្ចឹងឥឡូវនេះគឺ Bitcoin អក្សរធំដែលសរសេរដោយ B អក្សរធំហ្នឹងគឺតំណាងឲ្យ network របស់ Bitcoin ហ្នឹងដែលជា network decentralized ដែលអាច enable global transaction បានន័យថាអាចធ្វើឲ្យ transaction ដំណើរការបានដោយអត់មាន bank ឬក៏តួដាល់ណាមួយអញ្ចឹងគេសេ B អក្សរធំ Bitcoin ប៉ុន្តែ B អក្សរធំហើយ B អក្សរទូចគឺតំណាងឲ្យ currency ឬក៏ actual digital money បានន័យថាលុយ digital ដែលប្រើនៅលើ network របស់ Bitcoin នៅលើបណ្ដាញរបស់ Bitcoin ហ្នឹងណាហើយដល់ពេលពាក្យ Satoshi គឺជាឯកសារទូចរបស់ Bitcoin ហ្នឹងអញ្ចឹងមួយ Bitcoin វាស្មើនឹង100លាន Satoshi ឬក៏100លាន set គេសេ S ទូច ATS ហ្នឹងណាអញ្ចឹងសរុបមកវិញគឺ Bitcoin គឺជាដែលសេអក្សរធំគឺជា network ហើយ Bitcoin ដែលសេដោយ B អក្សរទូចគឺជា currency ឬក៏ជារូបិយប័ណ្ណហើយដល់ពេល Satoshi ហ្នឹងគឺឬក៏ set ហ្នឹងគឺជាឯកតាទូចបំផុតរបស់ Bitcoin ហ្នឹងហើយដល់ពេល BTC ហ្នឹងគឺស្មើនឹង Bitcoin ដែរទេតែ Bitcoin អក្សរទូចដែលគេសរសេរអក្សរកាត់ឬក៏ហៅ ticker ហ្នឹងណាអញ្ចឹងវា simple ទេមេរៀនដែលគាត់ចែករំលែកនៅក្នុងថ្ងៃទី3ហ្នឹងគឺមានតែប៉ុណ្ណឹងអញ្ចឹង B អក្សរធំ Bitcoin ដែលសរសេរ B អក្សរធំ Bitcoin ដែលសរសេរ B អក្សរទូចហើយនឹង Satoshi នឹងតើវាខុសគ្នាបែបម៉េចអញ្ចឹងអ្នកនរគ្នាអាចចូលទៅមើល post របស់គាត់បានហើយអ្វីទាំងអស់នោះគឺខ្ញុំបានអធិប្បាយមិញអញ្ចឹងគឺអត់មានភាពខុសគ្នាទេគឺអត្ថន័យដែលគាត់ចង់និយាយគឺបែបហ្នឹងអញ្ចឹងនៅក្នុងវីដេអូក្រោយទៀតនៅក្នុងអេពីសូត5យើងនឹងនិយាយពីថ្ងៃទី4ដែលគាត់បានចែកម្លែកអូខេអញ្ចឹងអរគុណអ្នកនរគ្នាបាយបាយ